ភាពវៃឆ្លាតមិនមែនជាសមត្ថភាពតែម្យ៉ាងដែលមនុស្សម្នាក់ទទួលបានតាំងពីចាប់កំណើតនោះឡើយតាមរយៈការសិក្សាស្រាវជ្រាវបានបង្ហាញថាភាពវៃឆ្លាតរបស់មនុស្សម្នាក់កើតឡើងតាមរយៈបទពិសោធន៍ជាក់ស្ដែងដែលពួកគេបានឆ្លងកាត់នៅក្នុងជីវិតរបស់ពួកគេការសិក្សាស្រាវជ្រាវនេះបានបង្ហាញទៀតថាមនុស្សម្នាក់អាចធ្វើការដុសខាត់ភាពវៃឆ្លាតរបស់ខ្លួនបានតាមរយៈទង្វើងាយប្រចាំថ្ងៃទាញយកផលប្រយោជន៍ពីប្រព័ន្ធអ៊ីនធឺណិតគ្រប់ពេលដែលអ្នកប្រើប្រាស់អ៊ីនធឺណិតអ្វីដែលអ្នកធ្វើការផ្ដោតសំខាន់ជាងគេគឺបណ្ដាញសង្គមជាពិសេសគឺបណ្ដាញសង្គម Facebook ការប្រើប្រាស់បណ្ដាញសង្គមគឺល្អប៉ុន្តែវាកាន់តែអស្ចារ្យបើសិនជាអ្នកអាចយកពេលវេលាខ្លះក្នុងការស្រាវជ្រាវឯកសារផ្សេងៗតាមរយៈប្រព័ន្ធអ៊ីនធឺណិតនេះព្រោះឯកសាររាប់លានត្រូវបានចែកចាយនៅទីនោះដែលជាអត្ថប្រយោជន៍ដ៏អស្ចារ្យក្នុងការស្រូបទាញយកចំណេះដឹងថ្មីរំលឹកកត់ត្រានៅអ្វីដែលអ្នកបានធ្វើជា